ភាពជាអ្នកខ្លាំងការដែលយើងកំពុងតែជួបប្រទះនៅឧបសគ្គឬក៏កម្លាំងមួយដែលជំរុញធ្វើឲ្យវាមានបញ្ហានៅក្នុងជោគជីវិតរបស់យើងវាកំពុងតែសម្រុកម្រកយើងប៉ុន្តែយើងអាចដោះស្រាយវាបានយើងអាចជំនះនៅរឿងទាំងអស់នោះបានដោយពេលខ្លះយើងកំពុងតែជួបនៅវិបត្តិហិរញ្ញវត្ថុឬក៏បញ្ហាគ្រួសារឬក៏ការងារជាដើមប៉ុន្តែយើងតែងតែគិតវាដោយមួយនិងព្យាយាមដោះស្រាយវាដើម្បីឲ្យយើងជំនះនិងបំបែកឧបសគ្គទាំងអស់នោះបាននៅពេលដែលយើងបំបែកឧបសគ្គទាំងអស់នោះបានយើងកំពុងតែផ្ដល់សេរីភាពឲ្យខ្លួនឯងឬក៏គេហៅថាផ្ដល់កម្លាំងចិត្តឲ្យខ្លួនឯងដើម្បីបន្តដំណើរជីវិតទៅមុខហើយនៅពេលដែលយើងជំនះនៅរឿងលំបាកទាំងអស់នោះបានណាគឺយើងនេះហើយដែលគឺជាមនុស្សដែលខ្លាំងមនុស្សដែលពូកែមនុស្សដែលអាចជំនះនៅរឿងទាំងអស់នៅក្នុងជីវិតរបស់យើងបានកើតមាននៅក្នុងជីវិតរបស់យើងគឺអត់អាចមានអ្នកណាម្នាក់ដែលគេមកជួយដោះស្រាយយើងបានក្រៅពីយើងខ្លួនឯងនោះទេ